សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយស្វាគមន៍មកកាន់ channel របស់ខ្ញុំហើយថ្ងៃនេះផងដែរគឺយើងធ្វើដំណើរទៅភ្នំបាទហើយខ្ញុំអត់តប្រាប់បងប្អូនថាភ្នំអីទេហើយយើងនឹងទៅត្រួសត្រាយផ្លូវដើម្បីយើងធ្វើការរត់នៅពេលព្រឹកឡើងដើម្បីយើងហាត់ប្រាណរត់កាត់ភ្នំបងប្អូនអរគ្នាហើយភ្នំដែលយើងធ្វើការរត់កាត់ហ្នឹងគឺចំនួនទៅដល់4ភ្នំបាទហើយបងប្អូនអរគ្នាចាំទស្សនាទាំងអស់គ្នាថាតើភ្នំណាដែលយើងនឹងត្រួសត្រាយផ្លូវដើម្បីយើងធ្វើការរត់ហើយមិនមែនយើងទៅកាប់ព្រៃបំផ្លាញទេបងប្អូនអរគ្នាយើងគ្រាន់តែត្រួសត្រាយផ្លូវតិចតួចដើម្បីយើងងាយស្រួលក្នុងការរត់តែប៉ុណ្ណោះបងប្អូនអរគ្នាតោះឥឡូវទៅជួបគ្នានៅភ្នំបងប្អូនបងប្អូនលោកតារៀននេះតារៀនឥឡូវមកកាន់ចោកាន់បកីអើឡងទេអីកាន់ចោកាន់បកីនៅពេលមកសតទៀតដេញមកវិញអូយណែអត់ស្គាល់ជិះឡើងភ្នំអូគ្នាហត់ចង់កែបឯដូអត់ខានថាប្រាយូឡើងពីលើទៅអូខ្ពស់ខ្ញុំឲ្យបងប្អូនគ្នាមើលនោះមកឡើងមកជុំវិញខ្ពស់អូហត់ហ្នឹងហើយបងប្អូនអរគ្នានេះគឺជាសកម្មភាពដែលយើងធ្វើការត្រួសត្រាយផ្លូវដើម្បីឲ្យងាយស្រួលក្នុងការរត់ព្រោះយើងអាចមើលឃើញពីគ្រោះថ្នាក់បានទេអញ្ចឹងទៅគឺយើងអាចគ្រោះថ្នាក់នៅពេលណាមួយដែលយើងបានប្រយ័ត្នអញ្ចឹងហើយគឺយើងមកត្រួសត្រាយផ្លូវមើលឈើគីឡូវាមានឈើស្រួចដែលគេយើងកាប់ទៅនោះគឺយើងអត់បានសម្អាតវាស្អាតគឺយើងអាចនឹងជុំជើងជុំអីអញ្ចឹងទៅបងប្អូនអរគ្នាហើយជាពិសេសដូចជាថ្មអញ្ចឹងគឺអាចក្លាច់ជើងមកយើងឲ្យធ្វើឲ្យកជើងមកយើងក្រិចអីចឹងទៅហើយពិតជាហត់មែនតើបងប្អូនអរគ្នាព្រោះតែយើងធ្វើឆ្ងាយមែនតើពីភ្នំក្រួយទៅដល់ភ្នំទូស្ពឹតគឺរយៈចម្ងាយទៅដល់3គីឡូហើយបើគិតជាភ្នំគឺ4ភ្នំអញ្ចឹងគឺពិតជាហត់មែនតើសម្រាប់ការធ្វើមិនសូវហត់ប្រហែលទេប៉ុន្តែដោយសារតែយើងត្រូវការឡើងចុះគឺហត់មែនតើហើយសម្រាប់បងប្អូនអរគ្នាដែលមិនធ្លាប់ឡើងភ្នំគឺបងប្អូនអាចសាកបានគឺមិនដឹងថាហត់ប៉ុណ្ណាថ្ងៃបងប្អូនអរគ្នាជួបគ្នាតិចទៀតឥឡូវនេះគឺយើងកំពុងតែធ្វើបន្តរហូតហើយបើសិនជាវីដេអូក្រោយគឺខ្ញុំអាចនឹងបង្ហាញបងប្អូនអរគ្នាតាក់ទងនឹងការរត់តែម្ដងមកឃើញចោផ្លូវរត់កាត់នោះអូយហត់រត់កាត់នោះដល់ភ្នំសពិតចាភ្នំមួយទៀតនឹងយើងធ្វើតទៀតច្រើនតែដឹងដើមនេះទួយស្អាតមកនឹងការឈប់ក្រហមមើលដើមដាក់តាមផ្ទះស្អាតហើយមើលតាមព្រៃ
បងប្អូនតាមផ្លូវដើរមានព្រៃជុំវិញអាចតែហត់មកតែខ្យល់យល់ទៅគឺយើងធ្វើត្រាយផ្លូវចំនួន4ភ្នំ4ភ្នំឡើងមិនធ្វើអីទេគាត់ឡើងក៏ចង់ហត់ដែរអូដកហៅចូលដល់គ្នាអូហត់បាញ់មកដល់ទីសិននេះមុខអ្នកធ្វើការឡើងភ្នំនោះមកទីទៅនោះមកកណ្ដោញត់អីកាន់ចង់ចូលហត់នោះមកមើលខាងនោះវិញខ្ញុំដាក់ឲ្យទីសភាពមើលកុំខាងនោះមានស្អីខ្លះនោះអង្គរងចាក់ស្អីខ្លះទេថតទៅលើភ្នំទៅអូនោះឆ្ងាយមែនតើនោះមានផ្ទះបងប្អូនជីវរដ្ឋតងញ័រទីដាក់ឡែនស៊ូមនឹងឯងបងប្អូនទាំងគ្នាឥឡូវគឺយើងធ្វើដំណើរទៅវិញហើយសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទជួបគ្នានៅវីដេអូក្រោយ